ណិតប្រកួតបងប្អូនហើយវិជាកសិករបច្ចុប្បន្នណាបាទតម្លៃដំឡូងគឺបាទមិនអាចទទួលយកបានទេប៉ុន្តែគឺគាត់គ្មានជំរើសទេបងប្អូនបាទគ្មានជំរើសក្រៅពីដាំដំឡូងទេបាទដើម្បីគ្រប់គ្រងគ្រួសារបាទប៉ុន្តែការគ្រប់គ្រងគឺដូចជាមិនបាន10%ទេបាទគឺនៃការចំណាយអញ្ចឹងចំណាយជាងការប្រកួតខ្លះដកឲ្យដាំវិញគឺអត់មានផលអត់មានទុនដាំវិញទេបងប្អូនបាទជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះគឺខ្ញុំបាទមកចំការមកដាំដលូងបាទរដូវខែដាំដលូងឃើញថាបងប្អូនកសិករគឺញាប់ដៃញាប់ជើងមកមានញឹកមែនតែនបងប្អូនណាក្រុមធ្វើការបាទលឺណាយក្រំពលឺថ្ងៃបាទហើយធ្វើនេះគឺរងចាំភ្លៀងមិនទាន់ភ្លៀងទេបាទធ្វើកដាតថ្ងៃបងបាទភ្លៀងមក1មេទៅគឺមេគឺកក់ក្ដៅក្រៅមកតិចច្រឡំបាទហ្នឹងហើយបងប្អូនបាទឥឡូវឃើញថាមានកាត់ដើមដលូងបាទមានកាត់ដើមដលូងមានត្រាំដើមដលូងអីចឹងទៅបាទហើយនេះបាទខ្ញុំបាទអេដមីនឥឡូវឃើញសកម្មមែនតើបងប្អូនបាទឃើញមានអ្នកកិច្ចកម្មដូចខ្ញុំទេបាទឃើញថាដោតផងបាទហើយដើរលីដើមដលូងផងហ្នឹងហើយដោតមួយទេមកមើលឲ្យខុសពីបច្រាស់ហ្នឹងហើយអ្នកដែលមិនធ្លាប់ធ្វើគឺអង្គថាដោតម្ចាស់គល់ហើយម្ចាស់គល់ម្ចាស់ចង់ហើយបងប្អូនណាខ្លះធ្លាប់ដាំដលូងអីបងប្អូនកសិករបាទជួយកុំភ្លេចជួយ comment បាទក្នុងខាងក្រោមវីដេអូបាទហ្នឹងហើយមានគោយន្តដឹកដើមដលូងបាទហើយបោះតាមជួរអញ្ចឹងទៅបាទហើយមានអ្នកស្ពីមានអ្នកដោតនឹងបងប្អូនកសិករយើងបាទបងប្អូនទស្សនាទាំងអស់គ្នាហ្នឹងហើយសប្បាយមួយយ៉ាងដែរបងប្អូនបាទសប្បាយបានជួបជុំគ្នាទាំងដើរហ្នឹងហើយដើរដលងពេលខ្លះបងប្អូនកសិករខ្លះគាត់យកវេគ្នាហ្នឹងហើយកុំឲ្យខាត់លុយថ្លៃឈ្នួលជួលគេដាំអីចឹងគាត់យកវេគ្នាទៅយកវេគ្នា2ថ្ងៃអញ្ចឹងទៅហ្នឹងហើយគាត់ម្នាក់ហ្នឹងទៅបាទហើយ2ថ្ងៃទៀតអ្នកហ្នឹងទៅដាំដលងឬក៏មកចការអញ្ចឹងមកហើយអញ្ចឹងណាបាទមកហើយហើយឥឡូវនេះកំពុងតែកាត់ដាំដលងម៉ាស៊ីនថងស្លឿននេះកាត់ដាំដលងស្រួលបងប្អូនយើងមិនចាំបាច់ប្រើដៃទេកាប់ដៃកាប់កបិតទេកាលមុនខ្ញុំធ្វើដលងគឺគេកាប់កាប់មួយកណាត់កាប់នឹងកបិតបាទតែនេះយើងកាត់ថងស្លឿនគឺលឿនមកយើងគ្រាន់តែប្រមូលដាំដលងដាក់កចឹងមកបងប្អូនគឺកាត់មកគឺងែមដាច់តែម្ដងបាទស្រួលហើយបងប្អូនមកស្រួលអញ្ចឹងវាទាន់ហេតុសភាពការអញ្ចឹងយើងធ្វើការងារវាអត់ចំណាយពេលច្រើននឹងហើយក៏អត់ចំណាយលុយច្រើនដែរហ្នឹងហើយអញ្ចឹងយើងឆ្នៃអញ្ចឹងតែបងប្អូនកសិករគឺគាត់តែឆ្នៃធ្វើម៉េចឲ្យវារហ័សឲ្យវាលឿនអញ្ចឹងទៅបាទនឹងឲ្យកម្មវិធីបុរាណគឺមិនទាន់គេទេបាទយើងធ្វើការងារអញ្ចឹងតើយើងមានការឆ្នៃប្រឌិតអញ្ចឹងទៅបាទអ្នកខ្លះគេធ្វើកន្លែងសម្រាប់កាត់ដលូងនេះដាក់ដៃអញ្ចឹងទៅបាទដាក់ដៃចឹងបងប្អូនហ្នឹងហើយអញ្ចឹងមានអ្នករៀបអញ្ចឹងទៅបាទមានអ្នករៀបមានអ្នកអីអញ្ចឹងទៅបាទម៉ាស៊ីនដាក់1ងោង2ងោង3ងោងគឺដាច់តែម្ដងបងប្អូនបាទហើយមើលតែមេឃទេគឺពិតជាហួតហែងមែនតើហើយនេះទឹកបាទបងប្អូនទឹកទុកត្រាំដលងបងប្អូនឥឡូវបងប្អូនអ្នកខ្លះដាំដលងត្រាំទឹកយើងដាក់ជីដាក់ទៅកុំឲ្យវាមាននេះកុំឲ្យវាមានកឌីមានស្មោចអីមករោបដើមដលងទៅវាអត់មានការលូតលាស់ល្អនឹងជ័យយើងដាក់ជីដាក់ថ្នាំវាការពារស្មោចការពារកឌីពេលយើងហ្នឹងហើយពេលយើងដោតទៅក្នុងតាមរងដលងហើយនេះកុំបាទអញ្ចឹងមានអ្នកដាំមានអ្នកធ្វើម្ហូបអញ្ចឹងទៅបងប្អូនហ្នឹងហើយធ្វើម្ហូបហ្នឹងហើយបដាអញ្ចឹងទៅឡើងមកគឺបាយឆ្អិនស្រាប់ហ្នឹងគឺមើលទៅគឺសប្បាយមួយយ៉ាងដែរអញ្ចឹងហើយហត់ក៏ប៉ុន្តែសប្បាយហ្នឹងហើយបងប្អូនជាកសិករខំចំណាយពេលវេលាច្រើនហើយនេះត្រាក់ទ័រនេះធ្វើលើករងដលងបដាគឺជួសជុលបដាហើយបាទហ្នឹងហើយអានេះអីកំពុងបែកកង់បាទប៉ះកង់អីចឹងទៅហ្នឹងត្រាក់ទ័របាទនេះបាទកំពុងតែបោះដើមហើយមិនបាទហើយមុនមិញគឺដាក់ដោតឥឡូវខ្ញុំដាក់ដើមតាមជួររងដលងម្ដងអូខេយើងស្ពាយមកបែយ៉ាងមកបាទឃើញថាបងស្រីគេថាខ្ញុំនឹងតំណាងបាទអានថាសំដែងហ្នឹងហើយភាសានៅតាមតំបន់តាមភូមិហ្នឹងអញ្ចឹងគាត់ថាតំណាងពិតគាត់ថាចង់មានន័យថាសំដែងបាទប៉ុន្តែមិនសំដែងទេខ្ញុំមើលធ្វើការមកចោះដែរបាទប៉ុន្តែគាត់ជំនាញដែរឃើញគាត់ដោតយកមកចង់រត់ដោតក៏បានដែរបាទដាំក៏បានដែរហ្នឹងហើយយើងដល់បោះនោះអត់បោះអត់តន់គាត់ទេបោះមិនតន់ទេបាទ
គឺតាមគួតរហូតដែរបាទហើយនៅក្នុងដីនេះគឺយើងមានដាំចន្ទីរតាមជួរចន្ទីមានច្រើនណាស់បងប្អូនបាទកុំឲ្យខាតដីហ្នឹងហើយក្រោយពីប្រមូលផលទៅលោកយើងអាចថារើសចន្ទីយើងទៅប៉ុន្តែជាអកុសលបាទបងប្អូនកសិករគឺទៀមទីចង់ឲ្យបានតម្លៃសមរម្យបាទសម្រាប់បងប្អូនជាកសិករឃើញថាពួកគាត់ត្អូញត្អែមែនតែនទាក់ទងតម្លៃទីផ្សារនៃដំឡូងមីនៅក្នុងស្រុកខ្មែរបាទអញ្ចឹងឃើញថាគឺតម្លៃគឺថោកមែនតើបាទគឺថោកមែនតើគឺអាចទទួលយកបានទេជាងការចំណាយរបស់ពួកគាត់គឺលះបង់ហ្នឹងហើយគាត់ចំណាយទាំងជួគេបាទអ្នកខ្លះចៃលុយធនាគារយកមកវិនិយោគទៅលើចំការគឺ0ហើយបាទគឺខ្ញុំឲ្យ0បាទបើគិតពីដំណាំទីផ្សារនៅពេលបច្ចុប្បន្នអញ្ចឹងណាបាទគឺ0ដំណងប្រជាពលរដ្ឋគឺមិនអាចងើបលុយទេបងប្អូនបាទគឺវេទនាមែនតើបាទណាមួយគេពាក់លុយធនាគារគឺថាពួកគាត់បាក់មែនតើតម្លៃគីឡូគឺដូចជាមិនទៅមុខទេបាទអញ្ចឹងប្រទេសយើងគឺមិនអាចរីកចម្រើនទេគឺពួកអីយើងប្រទេសយើងគឺអាស្រ័យទៅលើវិស័យកសិកម្មគឺជាចម្បងអញ្ចឹងដល់ណាវិស័យកសិកម្មបងប្អូនប្រជាពលរដ្ឋមិនអាចងើបមុខឡើងមិនអាចងើបរួចអញ្ចឹងឲ្យគាត់ទៅឲ្យប្រទេសរីកចម្រើនដែរមិនបាទហ្នឹងអញ្ចឹងការចាយវាគឺចរន្តនៃទឹកប្រាក់បាទនៅក្នុងសកលនៅក្នុងប្រទេសយើងគឺវាអត់មានចរន្តបើជុំដូច្នេះហើយគឺគាត់យកលុយមកវិនិយោគទៅលើវិស័យកសិកម្មគឺគាត់ stock នៅក្នុងបាទគឺ stock ជាប់នៅហ្នឹងគឺអត់អាចទៅណាបានទេអញ្ចឹងបាទសង្ឃឹមថាប្រទេសយើងកសិកម្មនៅក្នុងស្រុកខ្មែរនឹងមានការរីកចម្រើនមានការផ្លាស់ប្ដូរឬក៏មានតម្លៃសមរម្យជូនប្រជាពលរដ្ឋបាទហ្នឹងហើយបាទអញ្ចឹងខ្ញុំបាទមានជាវីដេអូនេះគឺមានយោបល់ប៉ុណ្ណឹងហើយចែកជូនបងប្អូនវិជាកសិករទស្សនាអរនេះក៏ដូចជាប្រជាពលរដ្ឋនៅក្នុងប្រជាជននៅក្នុងប្រទេសកម្ពុជាទាំងស្រុកនិងក្រៅស្រុកទាំងអស់គ្នាបាទហ្នឹងហើយពិតជាអតីតប្រកបបងប្អូនវិជាកសិករបច្ចុប្បន្នណាបាទតម្លៃដំឡូងគឺបាទមិនអាចទទួលយកបានទេប៉ុន្តែគាត់មានជំរឿនទេបងប្អូនបាទមានជំរឿនការពីដាំដំឡូងទេបាទដើម្បីគ្រប់គ្រងគ្រួសារបាទប៉ុន្តែការគ្រប់គ្រងគឺដូចជាមិនបាន10%ទេបាទគឺនៃការចំណាយអញ្ចឹងចំណាយជាការគាត់ខ្លះដកឲ្យដាំវិញគឺអត់មានផលអត់មានទុនដាំវិញទេបងប្អូនបាទអញ្ចឹងមានប៉ុណ្ណឹងវីដេអូនេះសូមអរគុណសូមឲ្យពុកម៉ែបងប្អូនទទួលបានផលល្អចុះឆ្នាំនេះបាទសូមអរគុណ